ក្រោយខ្នងខ្ញុំនេះគឺជាកសិដ្ឋានរបស់បងប្រុសម្នាក់ដែលគាត់ប្រើផ្លាស្ទិកគ្រប់រងក្នុងពេលនេះខ្ញុំចង់និយាយពាក់ព័ន្ធទៅនឹងបញ្ហាមួយចំនួនដែលកើតឡើងទៅលើការប្រើប្រាស់ពពុះផ្លាស្ទិកគ្រប់រងនេះណាជាទូទៅកសិករគាត់គិតថាវាទទួលបានប្រយោជន៍តាមរយៈការគ្រប់គ្រងស្មៅអីជាដើមប៉ុន្តែយើងមើលឃើញថាវាមានប្រយោជន៍រយៈពេលខ្លីទេទោះបីគាត់ប្រើបែបនេះក៏ដោយប៉ុន្តែរយៈពេល1ឆ្នាំគាត់នឹងលែងប្រើកើតដែរបាទអានេះសម្រាប់ផ្លាស្ទិកដែលមានគុណភាពល្អផងប៉ុន្តែបើមែនទែនទៅយើងមើលផលប៉ះពាល់របស់វាទី1ពាក់ព័ន្ធទៅនឹងការធ្វើឲ្យខូចគុណភាពដីរចនាសម្ព័ន្ធដីដែលយើងមើលឃើញថាដីដែលគាត់ប្រើពពុះផ្លាស្ទិកនេះច្រើនឆ្នាំវាធ្វើឲ្យក្តាំងដីបាទអញ្ចឹងក្តាំងដីនេះអតិថិជនប្រាណនៅក្នុងដីក៏ទៅងាប់ដូចគ្នាដែរវាអត់មានជំរកត្រឹមត្រូវសម្រាប់វាបាទហើយមួយទៀតពាក់ព័ន្ធទៅនឹងពពុះផ្លាស្ទិកនេះបើយើងផ្ដោតទៅលើផលប៉ះពាល់ទៅលើបរិស្ថានវាប៉ះពាល់ខ្លាំងមែនទែនបាទវាធ្វើឲ្យមានបញ្ហាទៅដល់បំរែបំរួលអាកាសធាតុបាទអញ្ចឹងកាលណាគាត់ប្រើខូចបែបនេះគាត់ត្រូវដុតអញ្ចឹងកាលណាដុតទៅគឺវាធ្វើការបំភាយឧស្ម័នធ្វើឲ្យប៉ះពាល់ដល់ឧស្ម័នពេលចកហើយមួយទៀតផ្លាស្ទិកដែលកប់ក្នុងដីហ្នឹងគាត់អាចកាយយកមកអស់ទេអញ្ចឹងអ្វីដែលត្រូវប៉ះពាល់នៅក្នុងដីគឺដីវាមានពពុះមីក្រូសារធាតុពួកអស់នេះហើយរយៈពេលនៃការអលួយយូរខូចទាំងគុណភាពដីរបស់គាត់ដាំដំណាំអត់បានគាត់ត្រូវខូចសេដ្ឋកិច្ចបាទគាត់ចំណាយលុយច្រើនក្នុងការទិញនេះអញ្ចឹងយើងណែនាំគាត់ឲ្យគាត់ប្រើច្បើងឬក៏កាកសំណល់ស្លឹកឈើយកមកគ្របរងជំនួសវិញ